សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទមកនិយាយរឿងមួយដែរបានកើតឡើងនៅខេត្តបាត់ដំបងតោះមកស្ដាប់ទាំងអស់គ្នាជាសាច់រឿងដែលទាក់ទងនឹងការពិតផ្ទះមួយខ្នងដែលស្ថិតនៅភូមិគៀ2ឃុំគៀស្រុកមោងឫស្សីខេត្តបាត់ដំបងផ្ទះមួយខ្នងនេះត្រូវបានគេសង់ឡើងមុនខ្មែរក្រហមចូលគ្រប់គ្រងកម្ពុជាតែ6ខែប៉ុណ្ណោះហើយផ្ទះមួយខ្នងនេះបានបន្សល់ទុកនៅរឿងរ៉ាវជាច្រើនទាក់ទងនឹងកំណប់រឿងពិតរបស់ផ្ទះមួយខ្នងស្ថិតនៅភូមិគៀ2ឃុំគៀស្រុកម៉ៅរិស័យខេត្តបាត់ដំបងជាផ្ទះដែលបានសាងសង់ឡើងរួចរាល់6ខែមុនសម័យខ្មែរក្រហមចូលមកដល់ហើយបានបន្សល់ទុកនៅរឿងរ៉ាវអភិនិហាជាច្រើនមុនពេលត្រូវបានម្ចាស់ផ្ទះនិមន្តព្រះសង្ឃមកសូត្រមន្តស្រោចទឹករំដោះគ្រោះសួស្តីខ្ញុំឈ្មោះសុធាវីរឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់ខាងមុខនេះគឺជារឿងដែលកើតឡើងនៅលើផ្ទះរបស់ខ្ញុំជាផ្ទះដែលខ្ញុំរស់នៅតាំងពីកើតមករហូតធំធាត់ឡើងដោយសពថ្ងៃផ្ទះយើងស្ថិតនៅភូមិគៀ2ជាភូមិដែលនៅឆ្ងាយពីផ្លូវជាតិលេខ8ប្រហែលជិត2គីឡូម៉ែត្រហើយស្ថិតនៅបណ្ដោយត្រើយខាងលិចស្ទឹងម៉ោងឬស្ទឹងដូនទ្រីក្នុងស្រុកម៉ៅរិស័យខេត្តបាត់ដំបងចំណែកភូមិម៉ាស៊ីនបូមគឺសំដៅទៅលើផ្ទះប៉ុន្មានខ្នងដែលស្ថិតនៅជុំវិញរោងម៉ាស៊ីនបូមទឹកសម្រាប់យកទឹកពីស្ទឹងទៅចាក់ឲ្យរថភ្លើងកាលពីសម័យសង្គមរាស្ត្រនិយមទោះបីជាពេលក្រោយមកក្នុងទសវត្សរ៍ឆ្នាំ80ដែលមានរថភ្លើងប្រើប្រាស់ឡើងវិញពិតមែនប៉ុន្តែម៉ាស៊ីនបូមមិនត្រូវបានយកមកប្រើប្រាស់ទៀតនោះទេហើយវាក៏ក្លាយជាកន្លែងលេងកម្សាន្តរបស់ក្មេងៗតាំងពីជំនាន់ម៉ាក់ខ្ញុំរហូតមកដល់ជំនាន់ខ្ញុំអញ្ចឹងទៅនៅក្នុងឆ្នាំ2019សេវាកម្មរថភ្លើងដឹកអ្នកដំណើរជាខ្សែរថភ្លើងត្រង់ពីភ្នំពេញទៅបាត់ដំបងបានចាប់ផ្ដើមដំណើរការឡើងវិញបន្ទាប់ពីផ្អាកចរាចរណ៍អស់ជាង10ឆ្នាំប៉ុន្តែរោងម៉ាស៊ីនបូមទឹករបស់យើងបានចាស់ទ្រុឌទ្រោមមិនអាចនឹងបន្តស្ដាប់សំឡេងរថភ្លើងទៀតទេហើយវាក៏ត្រូវបានវាយគំទេចចោលនៅក្នុងឆ្នាំ2019នេះដូចគ្នាដើម្បីពង្រីកដីធ្វើផ្លូវក្រាលកៅស៊ូរោងម៉ាស៊ីនបូមក៏បាត់រូបរាងទៅនៅសល់តែឈ្មោះពីពេលនោះមកទាំងដែលខ្ញុំអត់ដែលបានថតរូបជាមួយវាសំបីមួយសន្លឹកបូកមកវិញនៅក្នុងពេលឥឡូវនេះប្រហែលជាគ្មាននរណាគេនិយាយអំពីផ្ទះមួយខ្នងនៅភូមិម៉ាស៊ីនបូមនេះទៀតទេឬមួយក៏គេបំភ្លេចវាចោលអស់ហើយព្រោះគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ប៉ុន្តែបើកាលពីមុនឆ្នាំ2008វិញគេមិនហ៊ានរំលឹកព្រោះគេខ្លាចចំណែកសាក្សីខ្លះដែលបានឃើញផ្ទាល់ក៏មានខ្លះបានស្លាប់ទៅហើយដែរឯក្មេងៗជំនាន់ក្រោយដឹងត្រឹមតែថាផ្ទះនេះមានម្ចាស់ដែលដាំស្រកានាគនិងធ្វើផ្សិតចម្បាំងប៉ុណ្ណោះចំណុចពិសេសរបស់ផ្ទះនេះនៅត្រង់ថាវាត្រូវបានសាងសង់រួចរាល់រយៈពេល6ខែមុនចូលសម័យប៉ុលពតគឺសាងឡើងដោយឪពុករបស់ប៉ាខ្ញុំផ្ទះនេះជាផ្ទះតែមួយគត់ដែលមានបាសាំងទឹកសម្រាប់ទុកទឹកប្រើប្រាស់នៅក្នុងភូមិគៀ2នេះតែតាមខ្ញុំដឹងផ្ទះគេនៅភូមិផ្សេងក៏គ្មាននរណាសាំងបាសាំងទឹកនេះដែរព្រោះគេប្រើពាងធំវិញហើយដែលមានបាសាំងទឹកនេះក៏មិនមែនលោកតាខ្ញុំធ្វើដែរគឺធ្វើឡើងដោយពួកប៉ុលពតទៅវិញទេបាសាំងទឹកនៅផ្ទះខ្ញុំគេធ្វើឡើងដោយរៀបឥដ្ឋប៉ាតស៊ីម៉ង់ឡើងផុតពីដីកម្ពស់ប្រហែល1ម៉ែត្រកន្លះហើយមានរាងជាចតុកោណកែងបណ្ដោយប្រហែល2ម៉ែត្រកន្លះទទឹងជាង1ម៉ែត្រកម្រាស់ក្រាក់ល្មមដើម្បីកុំឲ្យជ្រាបទឹកតែមិនដឹងទេថាបាងគេសង់វាឡើងក្នុងគោលបំណងណាមួយឲ្យប្រកាសគិតថាបើសិនអ្នកទាំងនោះបានដឹងរឿងរ៉ាវបន្តទាក់ទងនឹងបាសាំងទឹកនេះនៅពេលក្រោយតើពួកគាត់យល់យ៉ាងណាខ្ជិលឆ្ងល់រឿងពួកគាត់គិតយ៉ាងម៉េចយើងបន្តទៅទៀតផ្ទះនេះជាផ្ទះម៉ូតកន្តាំងទំហំ3ខ្នងមួយខ្នងខាងក្រោយសម្រាប់ធ្វើជាផ្ទះបាយដែលជាទម្លាប់របស់ប្រជាជនក្នុងតំបន់គេចូលចិត្តសង់ផ្ទះរបៀបនេះប៉ុន្តែបច្ចុប្បន្នផ្ទះដែលមានលក្ខណៈបែបនេះនៅសល់តែ2ឬ3ខ្នងប៉ុណ្ណោះដោយសារវិវត្តភាពនៃសង្គមក្រោយរបបប៉ុលពតបានបញ្ចប់គ្រួសារយាយខ្ញុំក៏បានវិលមកផ្ទះវិញប៉ុន្តែផ្ទះទំហំ3ខ្នងដែលមានលក្ខណៈពេញលេញត្រូវបានគេរើខ្នងខាងក្រោយអស់ទាំងមូលមួយផ្នែកធំនៃខ្នងខាងមុខនិងសល់តែរណូតនិងបង្អួតមួយចំនួននៃខ្នងកណ្ដាលត្រូវបានគេរុះចេញសរុបមកគឺបាត់បង់លើពីពាក់កណ្ដាលផ្ទះតែយ៉ាងណាក៏គ្រាន់បើជាងផ្ទះរបស់យាយទួតខាងម៉ាក់ខ្ញុំដែលអស់រលីងនៅសល់តែគ្រោងផ្ទះតែម្ដងដូច្នេះសរុបមកផ្ទះខ្ញុំនេះចាត់ទុកថាមានតែ2ខ្នងប៉ុណ្ណោះពីមុនមកម៉ាក់ខ្ញុំបានប្រាប់ថាឈើផ្ទះដែលបាត់ទៅត្រូវបានគេយកធ្វើអកដុតដោយហេតុថាពេលទើបចេញពីរបបប៉ុលពត
ម្នាក់ៗខ្លាចមិនហ៊ានដើរឆ្ងាយទៅរកអស់អីទេព្រោះខ្លាចជន់មីនដោយតំបន់នេះសុទ្ធតែព្រៃហើយមីននឹងក៏សម្បូរពិតមែនប៉ុន្តែការពិតទៅផ្នែកខ្លះគេយកធ្វើអស់មែនតែផ្នែកខ្លះទៀតវាត្រូវបានអ្នកជិតខាងដែលគេត្រឡប់មកដល់ស្រុកមុនគ្រួសារយាយខៀមហើយអត់មានផ្ទះនៅទើបរើយយកម្នាក់មួយផ្នែកយកមកផ្សំផ្គុំនឹងឈើដែលគេមានខ្លះបានជាផ្ទះខ្លួនគេគ្រាន់ជ្រោកភ្លៀងជ្រោកខ្យល់នឹងឯងចំពោះសសរផ្ទះវិញយើងដឹងហើយថាចាស់ពីដើមគាត់ចូលចិត្តសង់សសររាងមូលធំផ្ទះខឿងអាចមានសសររាងតូចបើប្រៀបធៀបនឹងផ្ទះពីដើមតែបើប្រៀបនឹងផ្ទះឈើសម័យឥឡូវធំជាង2-3 ដងអីដែរនឹងយ៉ាងណាសសរផ្ទះនេះមិនមានលក្ខណៈរលោងស្រិលអីដូចដែលយើងស្រមៃនោះទេគ្រាន់តែវាធ្វើពីឈើល្អពណ៌ខ្មៅតែប៉ុណ្្នឹងឯងជាបន្តទៀតផ្ទះនេះត្រូវបានដាក់ជាថ្លៃខាន់ស្លាពេលដែលប៉ាចូលដណ្ដឹងម៉ាក់ដូច្នេះពេលរៀបការរួចផ្ទះនេះគឺជាកម្មសិទ្ធិម៉ាក់និងប៉ាពេលរស់នៅដំបងអត់អីទេព្រោះនៅជុំគ្នាច្រើនគ្រួសារកាលនោះឆ្នាំ1992នៅមានពួកប៉ុលពតចូលមកម្ដងម្កាលនៅឡើយហើយម្នាក់ក្រណាស់គ្មានលទ្ធភាពសង់ផ្ទះនៅខ្លួនឯងទើបរស់នៅជុំគ្នាក្រោមដំបូលតែមួយជិត10គ្រួសារសុទ្ធតែបងប្អូនខាងប៉ាទាំងអស់ក្រោយពេលដែលគ្រប់គ្នាមានផ្ទះនៅរៀងខ្លួនហើយរើចេញអស់គ្រប់យ៉ាងក៏ចាប់ផ្ដើមផុសរូបរាងឡើងដោយវាមិនមែនទើបនឹងកើតឡើងប៉ុន្តែដោយសារម៉ាក់ឃ្ងងទើបនឹងមានឱកាសជួបនឹងឯងកំណប់លើដីរឿងដែលធៀមនឹងចាប់ផ្ដើមកំបូងគឺរឿងកំណប់ខ្មែរយើងមានជំនឿណាស់លើរឿងកំណប់ជាពិសេសអំឡុងពេលមុនឆ្នាំ2010ភាគច្រើនគឺគេយល់សប្តិឃើញមានគេហៅឲ្យទៅយកកំណប់ឬមានហៅរ៉ាទេពីកំណប់នៅត្រង់នេះឬត្រង់នោះឬក៏វាសនាអ្នកនេះអ្នកនោះត្រូវបានកំណប់ជាដើមចំពោះផ្ទះខ្ញុំគឺវាកើតឡើងទាំងពីរយ៉ាងដំបូងគឺរឿងហៅទាយតាសុងឬជាពូរបស់ប៉ាបានជួបហៅម្នាក់នៅជំរំថៃទាយថាមានផ្ទះមួយខ្នងមានបាសាំងទឹកនិងមានដើមក្រសាំងខាងមុខផ្ទះនោះមានកំណប់តែគាត់យកមិនបានទេព្រោះគេបាំងដាវមកហៅថាផ្ទះនេះតតែម្ចាស់គេពិតប្រាកដទើបអាចរស់នៅបានឯកំណប់តតែកូនម្ចាស់ផ្ទះនោះធំពេញរូបពេញរាងទើបអាចយកបានត្រង់នេះតាសុងគាត់សង្ស័យថាកំណប់អាចនឹងនៅក្រោមសសរផ្ទះឬក៏ច្បាស់ជានៅក្រោមបាសាំងទឹកនេះតែម្ដងទើបគាត់ចាំសង្កេតមើលរហូតតាំងពីចំនួននៅជំរំថៃរហូតដល់ឥឡូវអត់មានឃើញអីសោះប៉ុន្តែបញ្ហានៅត្រង់ថាហៅនោះមិនមានជាហៅតែម្នាក់ដែលទាយថាបែបនេះនោះទេគឺមានហៅជាច្រើនសឹងតែគ្រប់ហៅឲ្យតែមានឱកាសបានទាយគឺតែងតែទាយថាផ្ទះនេះមានកំណប់ទាំងអស់ពេលមួយនោះពួកខ្ញុំនៅទុយនៅឡើយប៉ាមិនអស់ចិត្តក៏ជីកបាតបាសាំងសាកមើលប៉ុន្តែជីកបានមកប្រឡោះមិនឃើញអីគាត់ក៏លែងជឿណាមួយស្ដាយខ្លាចខូចបាសាំងផងម្យ៉ាងរឿងកំណប់នេះបើគេមិនចង់ឲ្យយើងផងធួមិនដេចនឹងឃើញចំពោះហេតុផលចម្បងដែលធ្វើឲ្យប៉ានឹកឃើញជីកបាសាំងមើលគឺព្រោះតែសម្ដីមនុស្សម្ញាក់ក្នុងឆ្នាំ1998ម៉ាក់ខ្ញុំយកបងប្រុសខ្ញុំមកភ្នំពេញដើម្បីចាក់វ៉ាក់សាំងរលាកហួរក្បាលម៉ាក់ខ្ញុំគាត់ជាមនុស្សរុះរាយរាក់ទាក់ធ្វើឲ្យគ្រូពេទ្យប្រុសវ័យចំណាស់ម្នាក់គាត់ចូលចិត្តហើយគាត់ជូនជាឃើញសម្បត្តិកំណាតកូននៅភូមិគៀ2ស្រុកមោងនេះផងគ្រូពេទ្យនោះនិយាយថាកៅចំនួនពោពតគាត់ធ្លាប់រស់នៅស្រុកនេះដែរហើយក៏សួរម៉ាក់ថាចុះមានស្គាល់ផ្ទះមួយដែលមានបាសាំងទឹកនៅម្ដុំម៉ាស៊ីនបូមឬអត់គាត់បញ្ជាក់ទៀតថាមានតែផ្ទះមួយនឹងទេដែលមានបាសាំងទឹកនៅភូមិនឹងម៉ាក់រីករាយដែលមានគេស្គាល់ផ្ទះក៏ប្រាប់ថានឹងហើយជាផ្ទះខ្ញុំគ្រូពេទ្យនោះក៏ជ្រុលមាត់និយាយថាផ្ទះនោះមានគេកប់កំណាប់ណាគេប្រាប់ខ្ញុំថាគេកប់នៅក្រោមបាសាំងទឹកនឹងខ្ញុំចង់យកដែរប៉ុន្តែហៅទីថាមិនទាន់អាចយកបានទេទោះតែឆ្នាំ2000ទើបយកបានម៉ាក់ខ្ញុំជាមនុស្សមិនលោភលន់ណាមួយគាត់នៅក្មេងហើយមិនជឿរឿងអកទាំងនឹងផងទើបគាត់ឆ្លើយថាចាំទទួលពេលដែលគ្រូពេទ្យនោះទៅរកកំណប់នៅឆ្នាំ2000នឹងហើយកាវនឹងគាត់ក៏លួចគិតដែរបើគេយកកំណប់បានយើងម្ចាស់ផ្ទះដែលថាគេមិនអោយអីសោះប៉ុន្តែកន្លងមកដល់ឆ្នាំ2000ស្ងាត់មិនឃើញគ្រូពេទ្យនោះសោះទើបប៉ាកានគំនុតជីកបាសាំងមើលខ្លួនឯងប៉ុន្មានឆ្នាំក្រោយមកទៀតនៅតែមិនឃើញគ្រូពេទ្យនោះមករកកំណប់រហូតមកដល់ឥឡូវជាង20ឆ្នាំហើយក៏ស្ងាត់មិនឃើញដែរម៉ាក់ថាប្រហែលជាគាត់ស្លាប់ឬមួយក៏ត្រូវគេប្រាប់ថាកំណប់នេះ
មិនមែនជារបស់គាត់ដូចអ្នកមុនក៏ថាបានចំពោះរឿងយល់សពវិញម៉ាក់ឃើញច្រើនដងណាស់តែពេលដែលគេហៅទៅយកម៉ាក់មិនហ៊ានទៅព្រោះម៉ាក់គិតថាចុះបើគេបញ្ឆោតយើងឲ្យទៅដើម្បីចាំកំណប់ជំនួសគេវិញនោះនឹងថារួចចុះបើទៅឃើញពស់ធំដោយគេដំណើរមិនលូបរលឹងស្លាប់ហើយទេដូច្នេះគាត់ក៏ហីមិនខ្ចីខ្វល់ពេលខ្ញុំរៀនថ្នាក់ទី5ម៉ាក់យល់សពឃើញគេហៅឲ្យទៅយកកំណប់ម្ដងទៀតតែប្រលឹងម៉ាក់ក្នុងយល់សពប្រាប់គេថាមិនហ៊ានទៅយកទេព្រោះខ្លាចបើចង់ឲ្យយកមកដាក់លើផ្ទះឲ្យមកក្នុងយល់សពម៉ាក់ឃើញគេលើកកំណប់មកដាក់លើផ្ទះឲ្យច្បាក់ក្រឡែតប៉ុន្តែស្អែកឡើងស្អាតចេះគ្មានឃើញអីទាំងអស់គាត់អស់ជំនឿរលីងក្រោយមករំលងមិនបានប៉ុន្មានម៉ាក់គិតឃើញថាមុខរបរដែលគាត់រកស៊ីសពថ្ងៃគឺរបរម៉ៅម៉ណសពីចំការគេយកទៅលក់នៅផ្សារបឹងឈូកខេត្តបាត់ដំបងនោះជារបរមិនគង់វង្សឡើយបើចំណេញក៏ចំណេញច្រើនបើជួនជាខាតក៏អាចនឹងលងចុងគាត់ពិបាកចិត្តចេះតែសម្រានមើលទូរទស្សន៍ដល់យប់ជ្រៅកប់ជួនយប់មួយនោះគាត់មើលចំកម្មវិធីជ្រុងមួយនៃគំនិតដែលគេនិយាយអំពីដំណាំស្រកានាគម៉ាក់ចាប់អារម្មណ៍ក៏ហៅប៉ាឲ្យមកមើលជាមួយតែប៉ាគាត់មិនសូវខ្វល់ទេមានតែម៉ាក់ប៉ុណ្ណោះដែលជ្រួយជ្រើមនឹងដំណាំនេះក្រោយពីនិយាយជាមួយប៉ាឲ្យសម្រេចចិត្តដាំស្រកានាគនេះហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើវាម្ដងបន្តិចរហូតបានជាផ្លែផ្កាល្បីពេញមួយស្រុកព្រោះបែបនេះទេទើបម៉ាក់ដឹងថានេះហើយជាកំណាប់ដែលគេយកមកដាក់ឲ្យដល់លើផ្ទះនោះឯងតែថាកំណាប់ណាក៏ដោយចាយមិនបានមួយជីវិតនោះទេបើមិនមានអ្វីបន្ថែមសូម្បីដំណាំមានលើដីនេះក៏គុំតែហាន់ហើយតាមពេលវេលាដែររឿងកំណប់នេះមិនបញ្ចប់ត្រឹមនឹងនោះទេព្រោះនៅតែមានហៅផ្សេងទៀតមកនិយាយដដែលពីរឿងផ្ទះមានកំណប់ពិសេសគឺរឿងទាល់តែកូនម្ចាស់ផ្ទះទើបអាចយកបាននឹងតែម្ដងនៅឆ្នាំ2016ពេលខ្ញុំរៀនថ្នាក់ទី12ម៉ាក់យល់សបិតឃើញមនុស្សស្រី2នាក់មកយកកំណប់នោះក្នុងយល់សបិតលើកនេះម៉ាក់ឃើញបុរសក្បាលទំពេក3នាក់អង្គុយដូចមុំចង្ក្រាននៅក្នុងរណ្ដៅដ៏ជ្រៅនិងមានក្រឡាមួយនៅកណ្ដាលឃើញហើយគួរឲ្យខ្លាចគេជជែកគ្នាថាគួរតែឲ្យកំណប់ទៅស្ត្រីទាំង2នាក់នោះឬយ៉ាងណា2នាក់ថាឲ្យព្រោះគេចង់ទៅចាប់ជាថ្មីមិនចង់នៅចាំកំណប់នេះទៅតទៀតប៉ុន្តែមានម្នាក់ដាច់អហង្ការថាមិនអាចឲ្យបានទេព្រោះត្រូវចាំកូនម្ចាស់ផ្ទះនេះធំសិនហើយចង្អុលមកមនុស្សម្នាក់ដែលម៉ាក់មើលឃើញត្រឹមតែជើងថានោះកូនគេជាធំហើយតើចាំបន្តិចទៀតទៅត្រឹមនេះម៉ាក់ក៏ភ្ញាក់ដោយមិនទាំងដឹងថាកូននោះជាកូនមួយណាដែលបិទថាឃើញជាជើងមនុស្សប្រុសប៉ុន្តែកូនប្រុសមាន2នាក់ឯណោះហ្នឹងតើម្នាក់ណានឹងយកកំណប់នេះបានឥឡូវពួកយើងវាលើសពីធំហើយណាចុះកំណប់ហ្នឹងអង្ការបានឲ្យកូនដែលមិនត្រូវនៅឥឡូវចូលដល់សាច់រឿងកូនវិញម្ដងនេះនឹងនិយាយពីអំពីជំនឿលើរឿងគេមកយកព្រលឹងដូចជាសត្វខ្លែងស្រាក់យំឬខឿនពស់ធំជាដើមពិសេសប្រជាជនតំបន់ជនបទដូចជាពួកយើងជឿយកទាល់តែមែនតែនក្នុងឆ្នាំ1992បន្ទាប់ពីរៀបការហើយប៉ាម៉ាក់គ្មានកូនទេទោះចង់បានយ៉ាងណាក៏ដោយរហូតដល់ជិត3ឆ្នាំក្រោយទើបមានគឺឆ្នាំ1995កូននេះស្អាតល្អសម្បុរស្ភ្លឺថ្លោទ្រលុកដោយកូនកាត់មួយដងស្ទឹងនរណាមិនល្បីសរសើរថាកូននេះស្អាតល្អប្លែកដោយកូនពុទីហ៊ានអ៊ុនតាក់នោះព្រោះសម័យនឹងជាសម័យពុទីហ៊ានអ៊ុនតាក់ចូលស្រុកហើយគ្រប់គ្នាច្បាស់ជាដឹងហើយពីប្រវត្តិអ៊ុនតាក់មកស្រុកខ្មែរដើម្បីជួយរៀបចំការបោះឆ្នោតនោះបច្ចុប្បន្នយើងប្រហែលជាឮអំពីទីរ៉ូដែលកើតមកមានទម្ងន់ថ្លោដូចជា5ឬ6គីឡូហើយខ្លះ7គីឡូជាដើមដូចជាដែរកូននេះក្នុងឆ្នាំ1995កើតមកមានទម្ងន់5គីឡូដោយសម្រាលតាមធម្មជាតិវាគឺជាការភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នាដែលមានវត្តមាននៅក្នុងពេលសម្រាលនោះដោយសារមុនពេលកើតគេគិតថាម៉ាក់ប្រហែលជាមានកូនភ្លោះច្រើនជាងទើបពេលកើតបានកូនតែមួយហើយធំវែងជាងខ្លួនម្ដាយទៅទៀតនេះគឺវាហួសស្មានពិតមែនគេថារបស់ល្អពិបាកថែណាមយ៉ាងកូននេះល្អពេកមិនសមនឹងសាច់ឈាមប៉ាម៉ាក់គ្រឿងសោះពេលកូនបាន7ខែរឿងចម្លែកក៏បានកើតឡើងថ្ងៃមួយពេលរសៀលចំពេលទឹកលិចត្រឹមជង្គង់ផងនោះម៉ាក់កំពុងអង្គុយយោលកូនងានៅលើផ្ទះយោលចុះយោលឡើងគាត់ក្រឡេកភ្នែកទៅលើខឿនពស់មួយយ៉ាងធំវាលើពីដានផ្ទះពស់ធំជិតប៉ុនសសរផ្ទះទៅហើយនរណាមិនស្លុត
ម៉ាក់ផ្្លាត់មាត់ស្លែកមួយអស់សំឡេងថាពោះធួឲ្យភ្ញាក់កន្ត្រាក់រលឹកកូនងាដែលកំពុងលងលក់នោះឲ្យស្រែកយំវះឡើងភ្លាមនោះដែរម៉ាក់ស្រែកហៅគេអ្នកចិត្តខាងប្រុសឲ្យមកជួយដេនពោះព្រោះមិនតបពីស្រែកហើយពោះនេះនៅនឹងថ្កល់មិនវាទៅណាឡើយពេលនោះមានញាតិព្រមពេញកម្លាំង4នាក់មកជួយ2នាក់ឆ្កើកទម្លាក់ពីខាងលើឯ2នាក់ទៀតចាំវាយនៅខាងក្រោមកាលនោះក៏មានអ្នកចិត្តខាងស្រីប្រុសផ្សេងទៀតមកឈរចាំមើលដែរតែម៉ាក់មិនចាំបានតែ4នាក់ប្រុសនោះទេដោយកម្លាំងពួកគាត់ខ្លាំងមិនប៉ុន្មានពោះនោះក៏ធ្លាក់ព្រួងចូលក្នុងបាសាំងបាយទឹកខ្ចាយមនុស្សទាំងអស់បូកទាំងម៉ាក់គ្រៀងសុទ្ធតែបានឃើញបានឮថាពោះនោះធ្លាក់ចូលក្នុងបាសាំងទឹកក៏ប៉ុន្តែគ្មានពស់នៅក្នុងបាសាំងទឹកនោះទេគឺបាត់សូន្យហាក់ដូចវាគ្រាន់តែជាស្រមោលបំភាន់ភ្នែកឲ្យយើងឃើញថាពិតជាមានពស់មែនតែវាមិនមានអីចឹងដែរទាំងអស់គ្នាស្រឡាំងកាំងរកពស់មិនឃើញមិនដឹងវាចេញតាមផ្លូវណាបើពស់ឡើងប៉ុណ្ណាប៉ុណ្ណីបច្ចុប្បន្នសាក់សីដែលឃើញពស់នោះបានស្លាប់អស់ទីញាក់ទៅហើយម្នាក់ស្លាប់ដោយរថភ្លើងកិននិងម្នាក់ទៀតស្លាប់ទាំងវ័យក្មេងដោយខ្យល់គោចាប់ពីថ្ងៃដែលឃើញពស់នោះមកកូនប្រុសដំបងដ៏ល្អឥតខ្ចោះនេះចាប់ផ្ដើមឈឺឥតស្រាកដាក់ថ្នាំអីក៏មិនត្រូវព្រោះកូនមួយនេះម៉ាក់ប៉ាខៀមក្រអស់ពីខ្លួនគឺទទេស្អាតគ្មានសល់អីការនឹងម៉ាក់ថាលើខ្លួនគាត់មានលុយតែប៉ុន្មាន100រៀលប៉ុណ្ណោះហើយសំបីប្តីប្រពន្ធក៏ឆ្លោះគ្នាមិនឈប់រកលែងគ្នាម្ដងជា2ដងជារួមគឺជីវិតពួកគាត់ងងឹតឈឹងចុងក្រោយលអូននេះយកកម្មអស់ហើយស្លាប់បាត់ទើបពួកគាត់ស្រឡះខ្លួនរកឃើញបន្លឺវិញរឿងកូនមួយនេះយាយខាងម៉ាក់ខ្ញុំគាត់ធ្លាប់មើលហៅធ្លុយថាកូននេះជាកូនកម្មសម្បូរសម្បរគេល្អប៉ុន្តែលុះអស់កម្មគេទៅវិញហើយលើកក្រោយហៅដដែលទាយថាកូននេះគេមកយកទៅវិញតាំងពីថ្ងៃដែលឃើញពស់នឹងឯងយាយក៏ដឹងថាម៉ាក់មិនជឿណាមួយក្មេងល្អស្អាតគាត់ក៏មិនហ៊ាននិយាយតតែកូននេះស្លាប់បាត់ទៅប្រាប់ម៉ាក់ឯខៀងវិញគិតថាមកពីជំនឿចាស់បុរាណនឹងហើយទើបគាត់ស្លាប់បើចាស់គ្រាន់តែលឺក្មេងឈឺមិនគិតឲ្យយកទៅពេទ្យទេដោយសំអាងថាអញចិញ្ចាំកូនមករ4-10ណាក់មិនឃើញអីគិតតែរឿងហូរ៉ាគុនគូថ្នាំបុរាណតាមពិតក្មេងឈឺរលាកស្រាមខួរសោះនឹងប៉ុន្តែឈឺជំងឺនេះទៅហើយបើមើលពេលនោះរស់ក៏មិនបានយូរដដែលក្មេងនៅស្រុកខ្ញុំដែលកើតក្នុងឆ្នាំនោះកើតជំងឺរលាកស្រោមខួរនេះច្រើនអ្នកណាស់ហើយស្លាប់ឡើងពីតែម្ដងគេនាំគ្នាជឿថាជំងឺនេះឆ្លងពីចៃគោឯការចិញ្ចឹមគោជារឿងធម្មតាសម្រាប់អ្នកស្រុកនរណាក៏មានគោដែរចំនួននោះម្យ៉ាងវិស័យសុខាភិបាលការនោះនៅខ្សោយក្មេងស្លាប់ជារឿងធម្មតាទៅហើយអាចនិយាយថាសឹងតែមួយគ្រួសារមានកូនស្លាប់មួយក៏បានដែរកូនកម្មនោះស្លាប់ទៅបាត់ហើយនៅឡើយតែកូនអត់កម្ម3នាក់ក្រោយទេដែលលំបាកព្រោះសុទ្ធតែកូនសេរីម៉ែអាបំផ្លាញអស់អីថ្លែងនិងមួយស្រុកមានតែមួយនោះឯង